ពេលចាប់ផ្ដើម design ដំបូងពិតជាពិបាកមែនទែនមិនដឹងថាគួរចាប់ផ្ដើមពីណាទៅណាសូម្បីតែការស្វែងរក source មកពីណាក៏ពិបាកដែរពេលខ្លះគ្រាន់តែបង្រិចបង្រួមរូបភាពសស្រាប់ដែលរូបនឹង fillet ច្បាស់នៅលើ Photoshop ណាហើយខ្លះទៀតកាត់រួមមកអត់ប្រើមកទេដល់ទៅពេលកាត់ខុស Control Z អត់ចេញត្រូវកាត់សារថ្មីម្ដងទៀតជីវិតនេះអីក៏ពិបាកវេទនាម្ល៉េះតម្រាំតែយល់ពី basic ទាំងអស់នេះខ្ញុំចាយពេលមិនតិចទេត្រូវចំណាយពេលធ្វើរាល់ថ្ងៃទើបអាចចេះធ្វើ poster មួយសមរម្យបានពាក្យមួយដែលខ្ញុំតែងតែយកមកដាក់នៅក្នុងខ្លួននោះគឺបើចាប់ផ្ដើមរៀនអ្វីមួយគឺត្រូវយកវាទៅអនុវត្តឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតដែរទៅលើការរចនារូបភាពដបទឹកអប់មួយហើយខ្ញុំនឹងបញ្ចូល technique មួយចំនួនផងដែរដែលសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនៅវីដេអូមួយនេះអូខេអញ្ចឹងថ្ងៃនេះយើងមាន artwork មួយដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅពេលនេះគឺ artwork មួយនេះដែលខ្ញុំធ្វើអំពីទឹកអប់ណាអញ្ចឹងដើម្បីអាច design រូបមួយនឹងបានយើងត្រូវមើលពី perspective របស់រូបនឹងនៅពេលដែលខ្ញុំជ្រើសយក composition បែបនេះដោយសារតែដបនេះគឺមើលទៅវារៀងត្រង់ហើយយើងអាចបានន័យថាយើងមើលទៅវាឆ្ពោះទៅមុខរបស់យើងហ្មងអញ្ចឹងយើងអាចធ្វើវាជាប្រភេទ composition ដែលយើងមើលទៅគឺត្រង់ស្មើនឹងមុខរបស់យើងហ្មងហើយចំពោះដបទឹកអប់នេះខ្ញុំយកចេញមកពី free pick ដែលខ្ញុំមានស្រាប់អញ្ចឹងយើងអាចដបទឹកអប់ហ្នឹងចូលមកក្នុង artboard របស់យើងមកយើងចុច comment ទីមកហើយយើងចុច option ឲ្យជាប់ដើម្បីទាញមកឆ្វេងមកដើម្បីឲ្យវាត្រូវតាមទំហំដែលយើងចង់បានណាអូខេអញ្ចឹងឃើញថារូបមួយសន្លឹកនេះគឺដំបូងឡើយយើងត្រូវបង្កើតជាមួយនឹងសសរឬក៏ទម្រនៃដបទឹកអប់នឹងមុនសិនអានេះខ្ញុំបានធ្វើជាទម្រមួយដែលរាងវាដូចជាសសរវែងមួយអញ្ចឹងខ្ញុំអាចបង្កើតជាមួយនឹងសសរជើងទម្រនឹងមួយសិនមកអញ្ចឹងដើម្បីអាចបង្កើតជាមួយនឹងសសរនឹងបានយើងចូលទៅកាន់នេះ shape tool ហ្នឹងមកហើយយើងយកជាមួយនឹងellipse tool ហើយខ្ញុំចូលទៅកាន់layer មកហើយបង្កើតជាមួយនឹង layer ថ្មីមួយបន្តមកទៀតខ្ញុំអាចបង្កើតជាមួយនឹងរង្វង់មួយមកអូខេឥឡូវខ្ញុំគិតថាខ្ញុំអាចយកប្រព័ន្ធនេះចុះបន្តមកទៀតយើងអាចបង្កើតជាមួយនឹង shape វែងមួយមកអញ្ចឹងឧទាហរណ៍ថាខ្ញុំយកជាមួយនឹង rectangle tool មកហើយខ្ញុំបង្កើត layer ថ្មីមួយហើយខ្ញុំធ្វើការទាញវាមកហើយខ្ញុំដាក់វាឲ្យត្រឹមគ្នាចឹងខ្ញុំអាចទាញវាបន្តិចមកទាញកាន់នេះបន្តិចមកអូខេចឹងយើងឃើញថាសសរនេះវាមើលទៅរៀងសំប៉ែតដោយសារតែវាអត់មានពន្លឺឬក៏ reflection នៅលើសសរហ្នឹងអញ្ចឹងណាអញ្ចឹងយើងអាចបង្កើតជាមួយនឹងពណ៌ gradient មួយដើម្បីឲ្យវាមើលទៅស្តៀងនឹងសសរអញ្ចឹងយើងអាចចូលជាមួយនឹង layer របស់ shape ហ្នឹងមកបន្តមកទៀតយើងចូលនេះ tool យើងចុចនៅលើ tool shape នេះមកហើយយើងមើលកន្លែង bar ខាងលើនេះមកបន្តមកទៀតយើងចូលកន្លែង fill នេះហើយយើងចុចកន្លែងនេះដើម្បីយើងអាចរើសជាមួយនឹង grade ចុចកន្លែងនេះដើម្បីអាចរើសជាមួយនឹង gradient បានអញ្ចឹងនេះវាមាន gradient ខ្ញុំអាចទាញអានេះមកជំហៀងចេញមកហើយខ្ញុំអាចលេងជាមួយពណ៌វាមកឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ពណ៌នេះចុះហើយកន្លែងនេះខ្ញុំអាចដាក់ពណ៌នេះចុះពណ៌ខ្មៅអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ពណ៌ហើយឃើញថាវាអាចនឹងផ្លាស់ប្ដូរវាមើលទៅរៀងមូលជាងមុននៅពេលដែលយើងដាក់ពណ៌ជាជាងដែលយើងដាក់វាតាមមកពណ៌វាមើលទៅវាលក្ខណៈថារៀងសប៉ែតមិនមែនជាសសរទេបន្ទាប់ពីយើងបង្កើតជាមួយនឹងសសរទម្រនឹងហើយខ្ញុំអាចបង្កើតជាមួយនឹង background មួយមក
ឃើញថា background របស់គេពណ៌ប្រផេះចឹងខ្ញុំអាចឈរនៅលើ artboard ហ្នឹងមកបន្តមកទៀតខ្ញុំបង្កើត layer ថ្មីមួយខ្ញុំអូសមកក្រោមហើយខ្ញុំចូលsolid color នេះមួយមកហើយខ្ញុំចុចកន្លែងនេះមួយដើម្បីឲ្យវាដកពណ៌តោះឥឡូវយើងបង្កើតជាមួយនឹងសសរនេះបន្ថែមមកយើងអាចដូចមុនអញ្ចឹងយើងបង្កើត layer ថ្មីមួយមកហើយបន្តមកទៀតយើងយក shape មក shape tool ត្រង់មួយមកទាញមួយមកវា load ជាមួយនឹង gradient tool ស្រាប់អញ្ចឹងយើងកាន់តែងាយស្រួលមែនតើអញ្ចឹងយើងអាចធ្វើការចុច option មកហើយយើងទាញមកយើងអាចបង្កើតសសរថ្មីមួយទៀតអញ្ចឹងខ្ញុំអាចទាញអានេះមកខមមកតមកទៀតខ្ញុំអាចធ្វើការ copy វាមួយទៀតមកអូខេអញ្ចឹងខ្ញុំគិតថាខ្ញុំដាក់ប៉ុណ្នេះចុះបន្តមកទៀតយើងឃើញថាវាមានវាំងននខាងមុខហើយនឹងវាំងននខាងក្រោយអញ្ចឹងខ្ញុំបាន download វាំងនននឹងហើយស្រាប់ពី free pick ដែរអញ្ចឹងខ្ញុំអាចទាញមកដាក់ adverb មួយហ្នឹងមកដាក់ពីខាងមុខបន្តមកទៀតយើងមានវាំងននខាងក្រោយមួយទៀតខ្ញុំអាច copy មួយទៀតមកហើយអូសវាមកដាក់ខាងក្រោយអាចថាប៉ុណ្នេះចុះឥឡូវខ្ញុំនឹងធ្វើការដាក់ជាមួយនឹងពន្លឺស្មោលហើយនឹងក្រែកជាមួយនឹងពណ៌វាបន្ថែមអញ្ចឹងឥឡូវខ្ញុំដាក់ជាមួយនឹងshadow ខាងក្រោមមួយមកខ្ញុំអាចចូលខាងក្រោមនេះបន្តមកទៀតខ្ញុំអាចធ្វើការគូស shape tool មួយចុះកាត់ layer ថ្មីមួយមកខ្ញុំអាចគូសដោយសារតែវារៀង space ឬក៏វារៀងវាអត់មានកលុកកលៈអីច្រើនអញ្ចឹងយើងងាយស្រួលក្នុងការបង្កើតជាមួយនឹង shadow អញ្ចឹងខ្ញុំអាចគូសជាមួយនឹង shape tool មួយមកតមកទៀតខ្ញុំដាក់វាពណ៌ខ្មៅខ្ញុំចូលមកកែន property មួយមកបន្តមកទៀតនេះខ្ញុំចូលកន្លែងនេះបន្តមកទៀតខ្ញុំទាញ feather នេះថែមបន្តិចមកដើម្បីកុំឲ្យវាកែមមកវានឹងមើលទៅច្បាស់ពេកទាញពីនេះមកហើយខ្ញុំធ្វើការបន្ថយ opacity វាបន្តិចមកចឹងគេថាសម្ោលបានទេខ្ញុំយកប៉ុណ្នេះចុះខ្ញុំយកប៉ុណ្នេះបន្តមកទៀតឃើញថាបន្លឺនេះបន្លឺគឺជះពីខាងលើពីខាងឆ្វេងដៃមកពីខាងឆ្វេងដៃខ្ញុំណាពីខាងលើខាងឆ្វេងអញ្ចឹងយើងត្រូវបង្កើតជាមួយនឹងសម្ោលឲ្យវាបដិញពីកន្លែងនេះពីកន្លែងនេះឲ្យវាពីឆ្វេងដេញមកស្ដាំស្រាលដែរប៉ុន្តែឥឡូវខ្ញុំបង្កើតជាមួយនឹង reflection កន្លែងនេះមួយអញ្ចឹងកន្លែងនេះដូចជាកញ្ចក់អញ្ចឹងយើងអាចបង្កើត reflection មួយខ្ញុំអាច copy ដុំនេះមួយមកបន្តមកទៀតខ្ញុំ command T ហើយខ្ញុំយក vertical reflection ហ្នឹងខ្ញុំដាក់ក្រុមស្មៅមកបន្តមកទៀតបន្ថយ opacity វាមកយកប៉ុណ្នេះហើយបន្តមកទៀតខ្ញុំចុច option ឲ្យជាប់ហើយមកឆ្វេងមកដើម្បី clipping មកវា
ប៉ុណ្ណឹងបន្តមកទៀតខ្ញុំនឹងធ្វើស្មៅដេញកន្លែងនេះស្មៅដេញពីខាងឆ្វេងមកខាងស្ដាំស្រាលៗណាអញ្ចឹងយើងអាចធ្វើស្មៅដេញបានអញ្ចឹងវិធីបង្កើតស្មៅដូចខ្ញុំនិយាយអញ្ចឹងគឺមានច្រើនរបៀបច្រើន style ទៅតាមអ្នកដែលគាត់ចូលចិត្តឬក៏ tool ដែលគាត់ងាយស្រួលប្រើប្រាស់អញ្ចឹងខ្ញុំអាចកើតស្មៅបដិញហ្នឹងដោយប្រើប្រាស់ជាមួយនឹង pen tool អញ្ចឹងខ្ញុំអាចបង្កើតជាមួយនឹងlayer ថ្មីមួយមកខ្ញុំចូលជាមួយនឹង pen tool នេះមកហើយខ្ញុំធ្វើការគូសវាមកអញ្ចឹងឧទាហរណ៍ថាខ្ញុំគូសពីកន្លែងនេះអូខេតមកទៀតខ្ញុំធ្វើការ clipping មកវាមកហើយខ្ញុំធ្វើការចូល property ហើយខ្ញុំតម្លើង fader នេះបន្តិចដើម្បីកុំឲ្យ cam វានេះវាច្បាស់ពេកនេះ cam វានេះបន្តមកទៀតខ្ញុំបង្កើតម៉ាស់ឲ្យស្មៅនឹងមួយអញ្ចឹងខ្ញុំចូលកន្លែងនេះមក icon មួយនេះគឺ layer ម៉ាស់អញ្ចឹងបង្កើតម៉ាស់ឲ្យវាមួយមកហើយខ្ញុំចូលជាមួយនឹង gradient tool ដើម្បីធ្វើការឲ្យម៉ាស់ហ្នឹងវាស្រាលបង្កើតម៉ាស់ហើយខ្ញុំអាចចូល gradient tool មកខ្ញុំទាញវាបន្តិចមកខ្ញុំធ្វើការទាញវាមកចឹងឧទាហរណ៍ថាខ្ញុំយកប៉ុណ្នេះចុះខ្ញុំមើលនេះចឹងអូខេខ្ញុំយកប៉ុណ្នេះចុះហើយខ្ញុំអាចបន្ថយជាមួយនឹង opacity វាបន្តិចមកប៉ុណ្នេះចុះហើយខ្ញុំធ្វើការសេរី game វាបន្តិចមើលទៅវាដូចរៀងអត់ទាន់ស្អាតពេញចិត្តសម្រាប់ខ្ញុំអាចទាញវាចូលប៉ុណ្ណេះមកហើយនេះខ្ញុំអាចទាញវាបន្តិចមកអូខេនេះរៀងវែងអញ្ចឹងខ្ញុំអាចទាញវាចូលបន្តិចមកខ្ញុំធ្វើការបន្ថយ opacity វាបន្តិចទៀតអូខេខ្ញុំគិតថាប៉ុណ្ណេះចុះបន្តមកទៀតគឺស្មៅជះពីខាងឆ្វេងមកអញ្ចឹងកន្លែងខាងមុខនេះគឺវាច្បាស់ជាមិនមែនជាកន្លែងដែលជះពន្លឺចូលទេច្បាស់ជាកន្លែងដែលត្រូវរងជាមួយស្មៅណាអញ្ចឹងយើងអាចដាក់ adjustment layer មួយទៀតមកឲ្យវារៀងល្ងិតបន្តិចទៅអញ្ចឹងខ្ញុំអាចចូលនៅលើ layer ដបហ្នឹងមកចូល adjustment layer មួយមកខ្ញុំយក bright នេះមួយចុះបន្តមកទៀតខ្ញុំធ្វើការ clipping mask មួយវាមួយសិនហើយបន្តមកទៀតខ្ញុំដក brightnessអូខេខ្ញុំគិតថាខ្ញុំដកប៉ុណ្នេះចុះបន្តមកទៀតខ្ញុំអាចធ្វើការបន្ថែមជាមួយនឹងស្មៅខាងក្រោមនេះបន្ថែមទៅទៀតមកខ្ញុំអាចបង្កើត layer ថ្មីមួយបន្តមកទៀតចូលនេះ gradient tool ហើយខ្ញុំយក basic នេះបន្តមកទៀតខ្ញុំទាញអូពីក្រោមឡើងមកលើមកខ្ញុំយកប៉ុណ្នេះអូខេហើយយើងមើលមកកាន់ដបទឹកអស់របស់យើងមាន
so nơi khang ní hiện kháng nâng giao thà rim lại chẳng những ai bật cao cho mùi nâng rim lại nâng bản đào dương bật cao layer thay môi máu và tàu mà thiết dương cho sọ bí dương vô cho mùi nâng brush tool này máu hai dương vô bỏ xó ok và tàu máu dương ai cho cả cuf cho mùi nâng rim lại này bạn chẳng những ai cho cả cuf máu flow này dùng đầu tịch đó mình đi chẳng những ai thua cả cục máu dùng tháng cho mùi nâng rìm lại nó là đọc tất âm ở dưới mình đi nhưng cái tha cái lại này dương mơ cái lại nhà brightness này thằng bên cái lại này thường bên bình lừ chứ lại ngắt dương trong man là bị khổm tại cái lại lớn này chứ nhưng mà trâu cho mọi người layer bao bình lừ nâng máu nè hơi nhom ai vừa cam mà vì tranh tích tới chứ nhom trâu mà mixer prastu nhom vô bọt máu nó mới lúc chẳng nhom ai lúc thì nó nè chẳng nhầm ai từ cao lục viên đi đó ok chẳng dương nghiệm mà mờ đỏ bỏ dương với kinh tha cái lại nấy hiền bó hiền là ngật nấy hiền lử chẳng những ai từ cao độ po đi máu bó hiền là ngất chẳng như là thay mới hiểu là ngất tích mau ok là ngất tích điện bên đại ai sẽ điện bắt đầu hết chẳng phục bình lưu bao giống pi càng chuên càng lớn màu càng đạm chẳng ai thua cả cuf đâm nàng môi máu lại nhân thua cả cuf cho môi nè brush môi chứ ok chốt cái lại những mối hay những ship môi máu hay những chốt cái lại những môi ok nhưng đã bị khỏi đo máu bên này chứ hai nhân vừa cả và thoi opacity bên thế bên này chứ chẳng đo này vì hiện không ai đi tiền vì miền cho môi nâng gradient đại chẳng nhầm ai đã cho môi nâng gradient môi má phải xèo đi máu tổng một thế là nếu nhầm đã hiện ngay vì hiện plơn tích của để xa tay phần lưới bia vì càng chuyên mẹ chẳng cái lại mà đồng tình vì chúng bà chỉ miền phần lưới rồi hay cái lại này vì ở tại tổ bạn phần lưới group con để để xa việc băng cho môi nâng đọc thật ập này chẳng vì hiện sẽ rồi có phần lưới bảo với hiện tích phần lưới bảo với miền tích vì cô tại hiện không ai riêng khẳng đi khẳng chuyên đây này khẳng chuyên đây này vì miền phần lưới hiện chớn vì po với hiện sẽ là bên chân tại chẳng á nè chẳng bình ní nhưng mà bắt thêm phần lư cái lại ní hay nâng cái lại ní bắt thêm mình tịch kiệt máu chẳng nhầm châu layer nâng máu hay nhầm bắt cả layer thay mũi nhầm châu gradient môi máu châu gradient tool của tao mà tết nè nhầm do cái lại vùng môi nè tao mà tết nhầm cục lư vì môi máu chẳng nhầm vô bỏ sò vô với bỏ sò
កុំយកសពេកយើងអាចយកពណ៌រៀងស្រាលតិចមកប៉ុណ្នេះចុះបន្តមកទៀតខ្ញុំធ្វើការបង្កើត layer មួយទៀតហើយខ្ញុំចូលgradient tool នឹងដែរខ្ញុំអូសកន្លែងនេះមួយទៀតមកដើម្បីដាក់ពន្លឺកន្លែងនេះមួយទៀតនេះអញ្ចឹងខ្ញុំចាប់អារម្មណ៍កន្លែងនេះមួយវាមើលទៅវាដូចជាកញ្ចក់ដែលវាបែកញើសណាកញ្ចក់ដែលវារៀងបែកញើសតិចៗណាអញ្ចឹងដើម្បីអាចធ្វើអញ្ចឹងបាននេះខ្ញុំចូលកន្លែងreflection របស់ដបទឹកអប់ហ្នឹងមកបន្តមកទៀតខ្ញុំចូលទៅកាន់ filter gallery បន្តមកទៀតនេះខ្ញុំចូល distort នេះហើយខ្ញុំចូលកន្លែង glass នេះបន្តមកទៀតកន្លែងនេះខ្ញុំយក glass texture នេះខ្ញុំយក frost ហើយតម្លៃលេខប៉ុណ្នេះ distortion smoothness scaling ខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំចុច OK បាទ OK ឃើញថាវារៀងស្អាប់ស្តៀងកែវហ្នឹងហើយខ្ញុំអាចបង្កើតជាមួយនឹងកន្លែងនេះgradient tool មួយនេះឲ្យវារៀងដូចកញ្ចក់បែកញើសនឹងដែរខ្ញុំចូល filter gallery អញ្ចឹងខ្ញុំអាចបង្កើតវាបាននេះបើសិនជាវារៀងអត់សូវនេះទេយើងអាចទាញ distortion នេះបន្ថែមតិចមកអូខេហើយខ្ញុំចុចអូខេអញ្ចឹងកន្លែងនេះខ្ញុំអាចបន្ថយ opacity វាបន្តិចទៀតមកអូខេបើប៉ុណ្ណឹងអញ្ចឹងខ្ញុំអាចខ្ញុំមើលពណ៌ជាមួយនឹងវាំងនននេះកណាត់មួយហ្នឹងឃើញថាវាអត់មានពណ៌ដូចគ្នាទេអញ្ចឹងខ្ញុំអាចធ្វើការដូរពណ៌កណាត់ហ្នឹងបានយើងមានវិធីសាស្ត្រច្រើនតែសម្រាប់ខ្ញុំចូលទៅលើកណាត់ហ្នឹងមកនេះកណាត់ពីរនេះខ្ញុំអាច convert វាទៅជា smart object ដើម្បីវាក្លាយជា layer តែមួយបន្តមកទៀតខ្ញុំចូលទៅកាន់ hue and saturation colors ហើយខ្ញុំទាញ saturation វាអស់មកអូខេប៉ុណ្ណឹងហើយខ្ញុំធ្វើការម៉ាស់ទៅលើវាមួយមកបន្តមកទៀតមានថាកន្លែងនេះរៀងខ្មៅអញ្ចឹងខ្ញុំអាចបង្កើតជាមួយនឹង layer ថ្មីមួយមកហើយចូលទៅកាន់ gradient tool តមកទៀតខ្ញុំទាញវាមកលើចេះមកនេះការដូរពណ៌វាសិនពណ៌ខ្មៅហើយកន្លែងនេះខ្ញុំយក linear តមកទៀតខ្ញុំទាញវាប៉ុណ្នេះខ្ញុំធ្វើការទាញវាប៉ុណ្នេះហើយខាងក្រោយនេះខ្ញុំអាច copy ជាមួយនឹងhue and saturation នេះមួយទៀតមកត្រូវ J មកហើយខ្ញុំទាញមកកន្លែងវាំងននខាងក្រោយហ្នឹងមកបន្តមកទៀតខ្ញុំធ្វើការម៉ាស់ទៅលើវាហើយជាធម្មតាបន្លឺវាធ្លាក់មកពីខាងឆ្វេងនេះមកដល់កន្លែងនេះវាច្បាស់ជារៀងភ្លើបន្តិចទៅអត់អញ្ចឹងខ្ញុំអាចបង្កើតជាមួយនឹង adjustment layer ថ្មីមួយទៀតមក brightness ហើយខ្ញុំធ្វើការបន្ថែមបន្លឺតិចមកប៉ុន្តែនៅពេលដែលថែមបន្លឺឃើញថាវា apply ទៅទាំងអស់ហ្មងអញ្ចឹងខ្ញុំអាច
ចូលទៅកាន់ layer របស់ brightness ហ្នឹងមកហើយខ្ញុំធ្វើការ invert mask វាទៅ command I បន្តទៀតខ្ញុំយក brush មកគូសដើម្បីបង្ហាញវាវិញយើងត្រូវមើលកន្លែងកន្លោននេះយើងចាំ mask ថានៅពេលដែលវាពណ៌ខ្មៅបានន័យថាវាលុបហើយនៅពេលដែលវាពណ៌សបានន័យថាវាបង្ហាញអញ្ចឹងខ្ញុំអាចយកពណ៌សមកហើយខ្ញុំធ្វើការផាត់នេះម្ដុំនេះមកដើម្បីបង្ហាញជាមួយនឹងបន្លឺកន្លែងនេះដែរអូខេបន្តមកទៀតខ្ញុំឃើញថាកន្លែងនេះវារៀង blur អញ្ចឹងខ្ញុំអាចចូលទៅកាន់ layer របស់កណាត់ហ្នឹងមកឬក៏វាំងណូនហ្នឹងមកហើយខ្ញុំចូល filter blur gallery ហើយខ្ញុំយក iris blur ចុះខ្ញុំយក iris blur ហើយខ្ញុំទាញវាបន្តិចមកអូខេខ្ញុំយកប៉ុណ្្នេះហើយខ្ញុំចុចអូខេមកបន្តមកទៀតខាងក្រោយនេះវាំងនៅខាងក្រោយនេះខ្ញុំអាចយក filter blur gallery ខ្ញុំអាចយក fill blur នេះចុះព្រោះខ្ញុំចង់បាន blur ទាំងអស់អញ្ចឹងណាខ្ញុំតែប៉ុណ្្នេះមកហើយខ្ញុំចុចអូខេមកអញ្ចឹងខ្ញុំទទួលបាន artwork មួយប៉ុណ្្នេះអញ្ចឹងខ្ញុំឃើញថាកន្លែងនេះវារៀងសអញ្ចឹងខ្ញុំអាចបន្ថែម gradient មួយទៀតមកខ្ញុំអាចបន្ថែមជាមួយនឹង gradient tool gradient មួយទៀតណាខ្ញុំបង្កើត layer ថ្មីមួយបន្តមកទៀតខ្ញុំចូលកន្លែង gradient tool មកខ្ញុំយកពណ៌សខ្ញុំទាញវាតិចមកហើយវាទៅវាមានពណ៌រៀងរស់អានេះចាតមកកន្លែងនេះខ្ញុំអាចបន្ថយពណ៌វាបន្តិចថែមទម្ងន់ឲ្យវាបន្តិចឲ្យវារៀងពណ៌ខ្មៅជាងហ្នឹងណាចឹងឃើញថាប៉ុណ្ណឹងខ្ញុំអាចបន្ថែមជាមួយនឹងអក្សរមកដូចថា Lusa មិន font ហ្នឹងទេអញ្ចឹងអាចដូរ font បានយើងចូលទៅកាន់ character នេះយើងចូលទៅកាន់ character ហ្នឹងមកហើយ font ដែលខ្ញុំយកហ្នឹងគឺ Times New Roman Lusa តមកទៀតយើងដែលវា clear គ្នាបន្តិចមកខ្ញុំអាចយក shape នេះគូសមួយទៀតមកទៀតខ្ញុំយកពណ៌សហើយខ្ញុំយក select tool នេះមួយមកហើយខ្ញុំបង្កើតមកឲ្យវាមួយហើយខ្ញុំ command I invert វាចេញមកកន្លែងនេះហើយដល់អក្សរ Lusa មួយទៀត brand ខ្ញុំតែបង្កើតថ្មីនេះគឺជា brand ដែលខ្ញុំតែបង្កើតថ្មីនៅលើវីដេអូដែលខ្ញុំធ្វើ poster ណាចឹងបើសិនជាចេញលក់អីចាំជួយគាំទ្រផងអញ្ចឹងសម្រាប់ artwork មួយនេះគឺមានតែប៉ុណ្្នឹងទេហើយមែនតើខ្ញុំធ្វើវីដេអូនេះឡើងខ្ញុំចង់បង្ហាញជាមួយនឹងtechnique ទូចខ្លីៗមួយចំនួនដែលយើងអាចយកទៅប្រើប្រាស់បានសម្រាប់អ្នកដែលចង់ធ្វើ poster ដែលខ្លួនឯងណាមិនថាអ្នកនរគ្នាជាអ្នករកស៊ីឬក៏អ្នកនរគ្នាជាអ្នកដែលទើបតែចាប់ផ្ដើមធ្វើ poster ឬក៏
គ្នាយើងដែលចង់ចាប់ផ្ដើមរៀន Photoshop អាចមើលជាមួយនឹងវីដេអូទាំងអស់ហ្នឹងបានដែលខ្ញុំដាក់ជា playlist មានពីចំណុចចាប់ផ្ដើមដំបូងរហូតដល់យើងអាចធ្វើ poster ណាអញ្ចឹងអ្នកនរគ្នាអាចទៅមើលទៅព្រោះថានៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើ poster ដំបូងគឺពិបាករកវីដេអូមែនតើដែលមានភាគតិចដែលធ្វើវីដេអូរបៀបថាយើង flow ជាមួយនឹងការ design ពីមួយទៅមួយអញ្ចឹងណាខ្ញុំគិតថាវាអាចនឹងវែងប៉ុន្តែបើអ្នកនរគ្នាមើលដោយ enjoy ជាមួយនឹងវីដេអូនេះខ្ញុំគិតថាអ្នកនរគ្នានឹងអាចយកទៅធ្វើបានហើយកុំភ្លេចអនុវត្តឲ្យបានច្រើនព្រោះនៅពេលដែលយើងមើលយើងអាចនឹងមានអារម្មណ៍ថាវាងាយស្រួលប៉ុន្តែនៅពេលដែលយើងធ្វើពេលខ្លះយើងអាចនឹងតាក់នៅចំណុចណាមួយពាក្យមួយម៉ាត់ដែលខ្ញុំតែងតែយកមកដាក់នៅក្នុងគូក្បាលណាគឺថានៅពេលដែលយើងចង់រៀនអីយើងព្យាយាមធ្វើវាបានច្រើនយើងមើលយើងអាចនឹងចាំបានមួយផ្លែដែរប៉ុន្តែនៅពេលដែលយើងធ្វើវាកាន់តែច្រើនវានឹងធ្វើឲ្យយើងមាន reflection បានន័យថានៅពេលដែលយើងចាប់ផ្ដើមធ្វើគឺយើងដឹងថាពី flow ពីណាទៅណាហ្មងនៅពេលដែលយើងធ្វើវាបានច្រើនយើងអនុវត្តវាបានច្រើនណាអញ្ចឹងអរគុណម្ដងទៀតសម្រាប់ការទស្សនាវីដេអូនេះហើយកុំភ្លេចជួយ like និងជួយ share វីដេអូនេះទៅកាន់អ្នកផ្សេងទៀតដែលគាត់ចង់ចេះ design នៅលើ Photoshop ផងអញ្ចឹងអរគុណហើយយើងនឹងជួបគ្នានៅវីដេអូ design បន្តទៀត